ទោះបីជាសកម្មភាពរបស់មាសនិងប្រាក់មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ដោយតម្លៃបានធ្លាក់ចុះជាង 10% និង 30% រៀងគ្នាមុនដាច់សប្តាហ៍ក្តីប៉ុន្តែក្រុមអ្នកវិភាគបានលើកឡើងថាភាពមិនប្រកបប្រជាមិនមែនជារឿងភ្ញាក់ផ្អើលនោះទេព្រោះលោហៈមានតម្លៃទាំងពីរនេះបានហក់ឡើងខ្លាំងហួសកម្រិតនាពេលកន្លងមកការធ្លាក់ចុះនៃតម្លៃមាសដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រក្នុងរយៈពេលមួយថ្ងៃនេះបានកើតឡើងត្រឹមតែ2ថ្ងៃប៉ុណ្ណោះបន្ទាប់ពីវាបានហក់ឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្នុងរយៈពេលមួយថ្ងៃដូចគ្នាកាលពីថ្ងៃប្រហ័សតម្លៃមាសបានហក់ឡើងដល់ចំណុចខ្ពស់បំផុតគឺ$5,602ក្នុង1អោនដែលស្មើនឹង$6,749ក្នុង1តម្លឹងដែលមានន័យថាតម្លៃមាសបានកើនឡើងដល់ទៅ 29.5% នៅក្នុងខែមករាទន្ទឹមនឹងនេះតម្លៃប្រាក់ក៏បានហក់ឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានគឺលើស$121ក្នុង1អោនឬក៏$146ក្នុង1តម្លឹងដែលស្មើនឹងការកើនឡើង 68.5%